ទង្វើ5យ៉ាងនេះអាចធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងយើងហើយនឹងដៃគូនៅក្នុងទំនាក់ទំនងបើយើងនៅតែធ្វើទង្វើទាំង5នេះដដែលទៀតវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងយើងជាមួយនឹងដៃគូរបស់យើងពេលខ្លះវាក៏ធ្វើឲ្យល្អកកនឹងគ្នាឈានទៅដល់ការចែកផ្លូវគ្នារៀងៗខ្លួនទៀត1ចូលចិត្តគិតច្រើនសង្ស័យម្នាក់ឯងការដែលយើងគិតច្រើនពេលខ្លះសង្ស័យនេះសង្ស័យនោះទាំងដែលរឿងខ្លះវាមិនទាន់ទាំងកើតផងក៏ចេះតែគិតវានឹងធ្វើឲ្យអារម្មណ៍របស់យើងអត់ល្អហើយក៏ជាឥទ្ធិពលទៅលើគេរករឿងគេទាំងដែលរឿងខ្លះខ្លួនឯងស្មានខ្លួនឯងគ្រាន់តែគិតទេគេអត់មានបានខុសអីសោះធ្វើបែបហ្នឹងវានឹងធ្វើឲ្យការយល់ចិត្តគ្នារវាងយើងហើយនឹងដៃគូរបស់យើងចាប់ផ្ដើមថយចុះទៅបន្តិចម្ដង2ប្រើអារម្មណ៍ច្រើនជាងហេតុផលពេលមានបញ្ហាអត់សុបាយចិត្តពេលខ្លះរឿងរបស់ខ្លួនឯងសោះក៏យើងប្រើអារម្មណ៍ទៅមួម៉ៅដាក់គេយើងខឹងយើងស្រែកយើងជេរយើងថាឲ្យគេយើងរករឿងឆ្លោះជាមួយគេដោយតែងតែប្រើអារម្មណ៍ជាងការដែលប្រើហេតុផលមកនិយាយជាមួយគ្នាវានឹងធ្វើឲ្យយើងទាំងពីរចាប់ផ្ដើមពិបាកយល់ពីគ្នាបើទោះបីជាពេលខ្លះគេព្យាយាមទប់អត់តបជាមួយយើងប៉ុន្តែការដែលយើងប្រើអារម្មណ៍ញឹកញាប់ពេកពេលខ្លះក៏គេទ្រាំអត់បានដែរវានឹងបង្កើតទៅជារឿងឆ្លោះគ្នាហើយចាប់ផ្ដើមអន់ចិត្តនឹងគ្នាយូរទៅវានឹងបង្កើតទៅជាគម្លាតមួយពីគ្នាព្រោះធ្វើអីក៏យើងតែងតែប្រើអារម្មណ៍ដាក់គេដែរ3យល់ពីខ្លួនឯងខ្លាំងពេកទំនាក់ទំនងមនុស្ស2នាក់ប៉ុន្តែបើធ្វើអីតាមតែចិត្តឯងតាមអារម្មណ៍របស់ខ្លួនឯងអត់ដែលសួរនាំពីអារម្មណ៍របស់ដៃគូអត់ដឹងថាដៃគូចង់បានបែបណាពេញចិត្តឬមួយក៏អត់វានឹងធ្វើឲ្យគេមានអារម្មណ៍ថាយើងយល់តែពីចិត្តខ្លួនឯងអត់បានយកចិត្តទុកដាក់យល់ខ្វាយខ្វល់ពីអារម្មណ៍របស់គេ4រករឿងឆ្លោះរាល់ថ្ងៃពេលខ្លះអត់រឿងតែក៏ធ្វើឲ្យទៅជារឿងឆ្លោះគ្នាតតែបានអត់ចេះអត់អោនអត់ចេះបន្ថយកម្ដៅរឿងណាដែលមិនគួរត្រូវឆ្លោះសោះក៏អត់ចេះទប់សុកខឹងអត់មូលហេតុហើយរករឿងចង់ឲ្យគេតាមលួងគ្រប់ពេលធ្វើបែបហ្នឹងញឹកញាប់វានឹងបង្កើតទៅជាសម្ពាធមួយសម្រាប់គេរករឿងមានហេតុផលអត់អីណាប៉ុន្តែបើរករឿងខុសហេតុផលយូរទៅគេនឹងអស់អារម្មណ៍ល្អជាមួយយើងគេគង់តែចេញទៅដូចគ្នាអញ្ចឹង5អត់ស្មោះត្រង់ជាមួយគ្នាមិនមែនតតែក្បត់មិនមែនតតែគេចាប់បានថាយើងនៅជាមួយអ្នកផ្សេងហ្មងទើបគេហៅអត់ស្មោះទេការដែលយើងលាក់អត់ប្រាប់ដៃគូការដែលយើងគិតថាវាគ្រាន់តែជារឿងតូចធម្មតាពេលខ្លះយើងក៏ទៅលេងឆាតជាមួយអ្នកដទៃគិតថាគ្រាន់តែជាការលេងធម្មតាមិត្តភ័ក្តិ Facebook ពេលខ្លះយើងក៏ទៅ react ទៅ like រូបភាពគេទាំងដែលសង្សារយើងអត់ពេញចិត្តទង្វើបែបហ្នឹងក៏គេអាចហៅថាមិនស្មោះដែរពីព្រោះវាគឺបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍បានន័យថាវាបំផ្លាញអារម្មណ៍របស់ដៃគូយើងអាចគិតថាអត់អីប៉ុន្តែសម្រាប់គេគឺវាអីចឹងហើយគួរតែរៀនយល់ពីអារម្មណ៍របស់ដៃគូយើងបន្ថែមរឿងណាដែលគាត់មិនពេញចិត្តរឿងណាដែលគាត់ហាមមិនឲ្យយើងធ្វើយើងគួរតែកុំធ្វើព្រោះរឿងខ្លះគេអត់មាត់តែក៏មិនប្រកាសថាអត់អីដែរ5យ៉ាងនេះគឺជាចំណុចខ្លះៗដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរបស់យើងហើយនឹងដៃគូរបស់យើងបើសិនអ្នកធ្លាប់ធ្វើទង្វើទាំង5នេះគួរតែព្យាយាមគិតឡើងវិញឲ្យបានល្អហើយរៀនយល់ពីអារម្មណ៍របស់គ្នាបន្ថែមទៀតយកចិត្តទុកដាក់ជាមួយគ្នារឿងតូចៗក៏មិនគួរបង្កើតឲ្យទៅជារឿងធំដែរដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍គ្នាទៅវិញទៅមកនេះគំនិតពីខ្ញុំរីឈីស្ដាប់ដើម្បីយល់